ជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឺសូលិសាមកក្រុម SV1 នៅក្នុងវីដេអូនេះខ្ញុំមកនិយាយអំពីការប្រូdomain ទៅលើ web របស់ខ្ញុំដែលនេះខ្ញុំបាន host ទៅលើ web 3នៅក្នុង w HTML ខ្ញុំមាន web 3មានឈ្មោះសាក់1សាក់2សាក់3អញ្ចឹងឈ្មោះ web ទាំង3ហ្នឹងខ្ញុំបានដូរ domain ទេខ្ញុំធ្វើការបើកទៅលើ website របស់ខ្ញុំអញ្ចឹងទី1មានខ្ញុំនឹក IP address តែនេះគឺជា web ទី1ដែលមានឈ្មោះសាក់មួយរបស់ខ្ញុំអានេះគឺជា web ទី2របស់ខ្ញុំឈ្មោះសាក់2ចឹងនេះទី3របស់ខ្ញុំចឹង web របស់ខ្ញុំនេះនៅកន្លែង domain នេះវាអត់ទាន់មាន domain ទៅឡើយទេវានៅជា IP address នៅហើយចឹងខ្ញុំធ្វើការផ្លាស់ប្ដូរវាទៅជា domain ម្ដងអញ្ចឹងខ្ញុំធ្វើការចូលទៅកាន់host របស់ខ្ញុំដែល location វានៅក្នុង drive C Windows System 32 driver etc និង host ចឹងខ្ញុំធ្វើការទៅផ្លាស់ប្ដូរវាអូខេវាកន្លែង host នេះខ្ញុំដូរវាទៅជាឈ្មោះរបស់ខ្ញុំដើម្បីងាយស្រួលដោយសារនេះខ្ញុំសើអត់បានអញ្ចឹងខ្ញុំសូម copy វាទៅដាក់ខាងសិនវាចូលមកវិញហើយខ្ញុំจะធ្វើការតេស្តទៅលើ domain នេះដូរឈ្មោះវាទៅជា domain ចឹងខ្ញុំដូរទៅបានសម្រាប់ហើយនេះគឺជាឈ្មោះ domain របស់ខ្ញុំហើយនឹងឈ្មោះទៅលើ website ដែលខ្ញុំបាន host ហ្នឹងមានសាក់3 21ហើយបន្តខ្ញុំសូមទៅតេស្តថាខ្ញុំដូរទៅជា IP របស់ខ្ញុំដូចឡើងវិញវាដើរអត់អូខេចឹងនេះវាបងបើសិនជាខ្ញុំដូរពី domain មក IP វិញក៏ខ្ញុំអាច access ទៅលើ web ដែលខ្ញុំបាន host ហ្នឹងបានដែរនេះគឺ web ទី2របស់ខ្ញុំ web ទី3ចឹងវីដេអូដែលខ្ញុំនិយាយអំពីការផ្លាស់ប្ដូរ domain របស់ខ្ញុំទៅលើ web ដែលខ្ញុំបាន host នៅក្នុង server Ubuntu របស់ខ្ញុំចប់តែប៉ុណ្្នេះសូមអរគុណគ្រូ